mà hộp để nấu tiết ngành nhưng mình men mô bị mà hộp thay ngành như mùi của mà hộp bẹp tuần sớm mai bẹp ấy thì mà hộp để nấu tiết ngành cứ mô bị dương thưa đã tiếng cái tiếng chất tiếng bẻ đồn hay đừng miên pịa em là em nấu đừng không mà hộp đừng sạch chấm nòng hay có ngày nay nhóm ban một mà hộp mà mốc miên mua tha sầm lo mà chu kêu sạch cố cho mùi đừng lại từ cuốn hay mà chu cái sáng bong bồn hay có chia từ bông cái dương một liêng sầm ạt cho mùi đừng từ côn bao dương từ côn lút tắc tiết nó bong bồn năm khai này cứ về tật miên anh tinh túi cóตระกูลគេដាំក្នុងស្ទឹងក៏មានការលូតមានការលិចទឹកទៅវាធ្វើឲ្យតระกูลនឹងគេលូតទឹកលូតអីនេះដូចគេហៅតระกูลលូតទឹកណាបងប្អូនហើយក៏បន្ទាប់មកពីយើងលាងតระกูลសម្អាតរួចអស់ហើយក៏សាច់ជ្រូកសាច់សាច់ជ្រូកសាច់គោសាច់អីយើងហាន់រួចអស់ហើយគឺយើងមកដាក់ឆ្នាំងនឹងកាច់ជៀសដាក់ខ្លាញ់វាឲ្យនេះក្តៅគោចុះគោឡើងមកបងប្អូនហើយបន្ទាប់មកឃើញតែខ្ទះអត់ឃើញតែឆ្នាំងហើយនឹងខ្លាញ់វាក្តៅវាអីហើយក៏នេះយើងមកដាក់ជាមួយនឹងគ្រឿងរបស់យើងដែលយើងបុករួចអស់ហើយនេះគ្រឿងបងប្អូនបុកអ្នកណាទៅចេះបុកគ្រឿងដែរចំពោះខ្ញុំគឺបុកគ្រឿងតែងតែខ្ញុំដាក់ប្រហុកច្រាំជាមួយនឹងគ្រឿងបុកតែម្ដងដែរបងប្អូនហើយគឺយើងកូរចុះគោឡើងកូរចុះគោឡើងហ្នឹងបើសិនជាមើលឃើញថាគ្រឿងក្រៅរបស់យើងដែលយើងកូរចុះគោឡើងនឹងវាឡើងឈ្ងុយឡើងអីហើយបងប្អូនដាក់ជាមួយនឹងសាច់គោនេះមកសាច់គោរបស់យើងគឺយើងហាន់ល្មមស្រាញ់បងប្អូនចូលចិត្តទេបើបងប្អូនចូលចិត្តហាន់ធំក៏ដាក់ធំទៅហាន់ច្រើនក៏ដាក់ហាន់ទូចក៏ដាក់ទៅអញ្ចឹងខ្ញុំក៏ហាន់ល្មមរបស់ខ្ញុំតម្រូវការគ្រួសាររបស់ខ្ញុំដែរបងប្អូនហើយក៏យើងកូរចុះគោឡើងកូរចុះគោឡើងជាមួយនឹងសាច់គោហើយនឹងនឹងគ្រឿងក្រៅរបស់យើងគេចូលជាតិគ្នាហើយគឺយើងមើលយើងចាក់ទឹកនឹងត្បាល់ដែលយើងបុកគ្រឿងសល់ចេះមកគឺយើងជួយលាងសម្អាតត្បាល់ផងហើយក៏រួមផ្សំជាមួយនឹងទឹកយើងដាក់ជាមួយនឹងគ្រឿងទៅដែលយើងកូរមើលលក្ខណៈទឹកខាអីហើយគឺយើងដាក់វាទៅបងប្អូនហើយវាចំណេញត្រង់ថាត្បាល់យើងវាមិនស្អិតវាមិនក្រៀមវាមិនអីផងពេលណាយើងលាងអញ្ចឹងណាបងប្អូនមានបងប្អូនណាខ្លះដូចខ្ញុំអត់អញ្ចឹងណាខ្ញុំអញ្ចឹងឯងឲ្យតែខ្ញុំស្លគ្រឿងស្លអីគឺខ្ញុំតែងតែពេលណាដែលគ្រឿងក្រៅជិបនឹងត្បាល់គឺខ្ញុំតែងតែដាក់ទឹកត្បាល់បានដួសវាដាក់នឹងក្នុងឆ្នាំងចេះមកចំណេញពេលវេលាចំណេញទាំងការលាងសម្អាតត្បាល់ណាបងប្អូនហើយបន្ទាប់មកនេះរួចហើយគឺយើងចាក់ទឹកវាមើលទៅតែពុះគីគ្រួហើយយើងថែមម្សៅស៊ុបឬមួយក៏អំបិលបន្តិចស្ករសបន្តិចហើយនឹងទឹកត្រីបន្តិចដែលយើងលួចបន្តិចមកដើម្បីថាកុំឲ្យវាសាបឬមួយក៏អីព្រោះថាបើសិនជាប្រហុកយើងដាក់ដែរប៉ុន្តែបើសិនជាយើងមិនមានដាក់ឌីចេងដាក់ស្ករដាក់ទឹកត្រីបន្ថែមបន្តិចទេវាអត់សូវឆ្ងាញ់ទេអញ្ចឹងហើយយើងត្រូវតែដាក់ទៅបងប្អូនអើយគឺយើងនេះរួចអស់ហើយមើលថាវាពុះគ្រូរួចអស់ហើយនេះចាប់ដើមមកកសាំងរបស់យើងនេះខ្ញុំពុះរួចអស់ហើយក៏នេះចាប់ដើមមកឆ្កេលមកអ្នកខ្លះក៏គាត់យកស្លាបព្រាឆ្កេលទៅអ្នកខ្ញុំក៏គាត់ខ្លះក៏អ្នកធ្វើម្ហូបខ្លះគាត់ចូលចិត្តធ្វើអីមុនទុកដាក់នឹងកូនចានឬមួយអីទុកទម្លាក់បង់ទៅតែចំពោះខ្ញុំធ្វើយ៉ាងឯងមើលទៅវាអាចថាតំណងដែរហើយក៏យើងធ្លាប់តែធ្វើអញ្ចឹងតាំងពីមុនមកហើយគឺយើងធ្វើតែដូចយើងធ្លាប់ធ្វើទៅបងប្អូនទៅកែវារៀងពិបាកដែរបើសិនជាយើងធ្លាប់តែធ្វើយ៉ាងណាយើងធ្វើយ៉ាងចឹងទៅហើយក៏កសាំងក៏ខ្ញុំដាក់ចំនួនមួយផ្លែកន្លះណែបងប្អូនមួយផ្លែកន្លះនឹងមានន័យថាមួយចំហៀងបងប្អូនហើយកសាំងនេះក៏ល្អមែនទែនព្រោះថាដាក់តាមចំហៀងប៉ុណ្ណេះជូរទៅណាមិនអស់ទេបងប្អូនអើយហើយក៏សូមខន្តីអភ័យទោសផងមើលឃើញចក្រានបាយខ្ញុំកន្លែងធ្វើម្ហូបខ្ញុំវាមិនសូវស្អាតវាមិនអីណាបងប្អូនព្រោះថាខ្ញុំធ្វើម្ហូបគឺរៀងវល់បន្តិចហើយបងប្អូនហើយក៏យើងកូរចូលគោឡើងមើលឃើញថាវាឆ្អិនវាអីហើយក៏យើងភ្លក់មើលថារសជាតិវាអាចទទួលយកបានហើយក៏យើងយើងក្រូបវាមិនសន្ទុះទៅបងប្អូនហើយបន្ទាប់មកនេះចាប់ផ្ដើមមកគឺបើកមកបងប្អូនអើយពុះគ្រុបដែលយើងធ្ងុំវាដែលយើងរងើសវាណាបងប្អូនហើយគឺយើងមើលឃើញថាវាឆ្អិនហើយអីហើយវាល្ងើសទៅវាពុះក៏គ្រីកគ្រូអស់ហើយក៏យើងនេះចាប់ផ្ដើមមកដាក់ជាមួយនឹងតកូនលូតទឹករបស់យើងដែលយើងបានលាងសម្អាតទុកជាមុននេះមកបងប្អូនអើយហើយតកូននេះក៏ដល់កហើយបងប្អូនអើយគឺផុយប្រព្រិចបណ្ដោយហើយក៏យើងដាក់មកគឺហាន់វាគ្រឿងយើងដំវាក៏យើងត្រាំទឹកវាលាងសម្អាតពី3ទឹកនេះក៏ដល់កហើយនិយាយក៏គ្រាន់តែថាដាក់ទៅតកូននឹងសាច់គោណាយកពីចូលជាតិគ្នាបណ្ដោយបងប្អូនអើយហើយក៏យើងកូរចុះគោឡើងបើបងប្អូនចង់បានទឹកច្រើនក៏ថែមទៅបើបងប្អូនមិនចង់បានទឹកច្រើនដូចខ្ញុំចេះក៏ខ្ញុំដាក់តែតកូនហើយនឹងម្រះប្រូហើយនឹងនេះអីទឹកក៏បានដែរប៉ុន្តែមើលទៅតែវារៀងខាប់ក៏ខ្ញុំបន្ថែមជាមួយទឹកបន្តិចទៅបងប្អូនមើលថាយើងអាចសំល្មមថាទឹករបស់យើងនឹងវាមុំហើយគឺយើងក្រូបវាមិនសន្ទុះហើយក៏រួចបើកមកវិញមកបងប្អូនឃើញតែតកូនរបស់យើងតាមអាផ្លេតនេះស្លោកអស់លលីងហើយក៏ដាក់មកក៏យើងបន្ថែមជាមួយនឹងម្រះប្រោរបស់យើងម្រះប្រោក៏ដាក់មកក៏ម្រះប្រោដែលយើងបេះនៅក្រោយផ្ទះគាត់នេះដល់កោហើយដាក់មកយកពីក្លិនជះមូលភាយបណ្ដោយបងប្អូនអើយយកពីមួយចោះហើយតកូននឹងសាច់គោរបស់យើងដែលយើងដាក់វាដិតយកពីនិយាយពីរសជាតិដឹងតែឆ្ងាញ់បណ្ដោយហើយនេះគឺយើងឆ្អិនហើយបងប្អូនអើយតកូនសឡមកជូរគ្រឿងសាច់គោបន្លែតកូនរបស់យើងគឺឆ្អិនហើយក៏ខ្ញុំដុសយកមកភ្លក់ឲ្យបងប្អូនទស្សនាថាវាឆ្ងាញ់មើលមិត្តរបស់ខ្ញុំឆ្ងាញ់ប៉ុណ្ណាណាបងប្អូនហើយក៏ជើញទស្សនាដូចតទៅបងប្អូនមួយនឹងតកូនណាបងប្អូនហើយមកជូរកសាំងរបស់យើងវាទំនងមែនទេបងប្អូនមើលក្រាន់តែសាច់លក់ឲ្យបងប្អូនទស្សនាមើល
Mm.